បាទជំរាបសួរនឹងសួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់ថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់ទៅតាមដាននឹងទស្សនានៅរូបភាពនិងទស្សនីយភាពដ៏ល្អដែលខ្ញុំបានផ្ដិតយកកាលពីបុណ្យចូលឆ្នាំ2026កន្លងផុតទៅរយៈពេលកន្លះឆ្នាំទៅហើយបងប្អូនតែថ្ងៃនេះទើបតែយកមកចាក់ផ្សាយចែកជូនបងប្អូនទស្សនានៅសកម្មភាពនិងព្រឹត្តិការណ៍សំខាន់ដែលខ្ញុំបានផ្ដិតយកចែកជូនបងប្អូនមិនបានសពគ្រប់ទេគ្រាន់តែបានខ្លះចែកជូនបងប្អូនទស្សនាសូមទស្សនារីករាយនៅទស្សនីយភាពពិធីបុណ្យចូលឆ្នាំអង្គរសង្ក្រាន្តឆ្នាំ2026នៅមុខផ្លូវថ្មើរជើងចតុមុខដូចតទៅសូមអរគុណខ្ញុំបាននេះខ្ញុំចាប់ពីពីកោពីការព្រោះថ្ងៃចូលស្រាឆ្នាំ2026សូមគោរពជំរាបសួរដល់ពលរដ្ឋលោកស្រីពុកម៉ែបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងការទស្សនាក្បួនដង្ហែនគោសង្ក្រាន្តជាលើកទី2នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងបាទពុកម៉ែបងប្អូនទាំងអស់គ្នាត្រៀមខ្លួនឲ្យនៅសម្រាប់ក្បួនដង្ហែនគោសង្ក្រាន្តឆ្នាំ2026ត្រៀមឲ្យនៅមកហើយសូមសំលេងហួយខ្លាំងមួយមកបាទកម្លាំងនៃពុកម៉ែបងប្អូនរបស់យើងតែតែគ្រប់គ្រងនៅក្បួនដង្ហែនគោសង្ក្រាន្តតាំងពីថ្ងៃទី4ទៅនៅក្នុងការបង្ហាញអំពីក្បួនដង្ហែរបស់យើងយ៉ាងណាមិញរាជធានីភ្នំពេញរបស់យើងទទួលបាននៅបាទជាទេសចរជាតិអន្តរជាតិប្រមាណជា4លានជាតិបាទនេះច្រើនខ្លាំងមែនទែនចូលរួមនៅក្នុងការទស្សនាជាក់ស្ដែងយើងអត់ទាន់រាប់ថ្ងៃនេះទៀតណាបើរាប់ទៀតរឹតតែច្រើនខ្លាំងតែម្ដងបាទជាការពិតក្បួនដង្ហែជាផ្នែកមួយនៃជាទីប្រជុំទម្ងន់នៃព្រឹត្តិការណ៍នគរសង្ក្រាន្តដោយសារតែការចូលរួមយ៉ាងសម្បើមទាំងកម្លាំងកាយចិត្តការសហការនៃយុវជនចម្រុះស្ថាប័នក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្បួនដង្ហែពុកគ្រាន់តែជាពិធីបុណ្យជួយយាត្រារួមជាមួយនឹងការសម្ដែងនៅលើដងផ្លូវតែប៉ុណ្ណោះទេតែជាដំណើរនៃចង្វាក់បេះដូងជាបេះដូងដែលមានសម្រាប់កម្ពុជាហើយបេះដូងកម្ពុជាដែលលើកនៅក្នុងចង្វាក់តែមួយនោះគឺការរួមសាមគ្គីនិងឯកភាពដែលអាចផ្សារភ្ជាប់ប្រជាជនគ្រប់រូបឲ្យក្លាយទៅជាប្រជាជាតិមួយដ៏រឹងមាំ Today, we have the great honor of celebrating Khmer New Year while highlighting Cambodia's culture, national identity, and rich heritage through Nakor Sangran. The parade is not only a ceremonial procession combined with performances along the roads, but it's a journey of the nation's heartbeat in sync. ជាការពិតក្បួនដង្ហែនគរសង្ក្រាន្តឆ្នាំ2026ប្រៀបទៅនឹងការផ្សារភ្ជាប់គ្នាជាប្រជាជាតិដ៏រឹងមាំដែលមានចង្វាក់បេះដូងរួមគ្នាជាសហគមន៍តែមួយនិងប្រំឡើងក្រោមមូលវត្តសន្តិការសន្តិការគឺជាសម្លេងនៃការអន្តរព្រលឹងនៃបុព្វបុរសដូនតាឲ្យមកស្ថិតនៅក្នុងរូបរាងកាយនៃខេមរៈជនដែលកំពុងថែរក្សាមរតកអរិយធម៌ដ៏ចំណាស់ទោះស្ថិតនៅក្នុងវិញ្ញាសាលំបាកយ៉ាងណាក៏ដោយហើយក៏ជាពេលវេលាមួយដ៏ត្រកាលនៃការជួបជុំក្រុមគ្រួសារចែករំលែកនៅរឿងរ៉ាវពេញមួយឆ្នាំដែលបានកើតឡើងប្រកបទៅដោយសម្លេងសើចសប្បាយ The theme for the កន្លះក្តៅផ្អែមឆ្ងាញ់មិនទិញកាចព្រោះបានមកកន្លះក្តៅផ្អែមឆ្ងាញ់មិនទិញកាចព្រោះបានមកកន្លះក្តៅផ្អែមឆ្ងាញ់មិនទិញកាចព្រោះបានហើយនឹងបាទសម្បូរទៅដោយបាវីទំនួល2រហូតដល់7មុខផងដែរហើយមកដល់ការអង្គុយសម្រាប់ថ្ងៃនេះមិនសិនជាបងប្អូនរបស់យើងធ្វើការចូលរួមដោយជួយជាមួយនឹងអេក្សាចូលរបស់យើងបាទមិនថានោះបាទអញ្ចឹងសម្រាប់បងប្អូនបាទជាមិនថារសជាតិមួយណាទេដែលយើងលក់ជូនតែការប្រគំនៅក្នុងឆាកខ្មែរសម្លេងនៃអនាគតគឺជាការសម្ដែងតន្ត្រីដែលបង្ហាញបទភ្លេងឬស្នាដៃតន្ត្រីថ្មីៗក្នុងសម័យបច្ចុប្បន្នដោយប្រើរចនាបថបច្ចេកទេសក្នុងគំនិតផ្នែកប្រឌិតសហសម័យបុកបុរាណសម័យថ្មីសម័យបច្ចុប្បន្នជាការប្រគំតន្ត្រី